ជំរាបសួរពុកម៉ែបងប្អូនធ្វើនំប៉័ងសាច់ញ៉ាំនៅផ្ទះជុំគ្រួសារថ្ងៃអាទិត្យណាបងប្អូនតោះបងប្អូនចេះធ្វើនៅបើអត់ទាន់ចេះមកធ្វើទឹកនំប៉័ងជាមួយខ្ញុំយើងគាត់តែមានខ្ទឹមចិញ្ច្រាំហើយឆាដាក់ទឹកជ្រូក3ជាន់ដែលយើងចិញ្ច្រាំមកហ្នឹងហើយយើងរំលែកវាជា2ទៅបងប្អូនយើងទុកហាន់ធ្វើជាសាច់ខ្លះអញ្ចឹងណាតោះមកយើងដាក់ទៅកោះចំនួន4ផ្លែខ្ទឹមក្រហម2ផ្លែបន្ទាប់មកបងប្អូនបងគ្រឿងវាតាមបេះដូងទៅប្រៃផ្អែមហ្នឹងហើយសំខាន់ដាក់ស្ករត្នោតណាបងប្អូនតោះមកយើងដាក់សាច់ដុំនឹងចូលហើយបើបងប្អូនធ្វើលក់ត្រូវប្រើពណ៌តែខ្ញុំអត់ប្រើខ្ញុំប្រើត្រីថតតែយើងបងត្រីថតទៅវាក្រហមអញ្ចឹងណាបងប្អូនទឹកប៉េងប៉ោះប្រហែលជា5ស្លាបព្រាបាយឥឡូវយើងមកធ្វើជ្រក់ម្ដងបងប្អូនល្ហុងខ្ញុំឈូសរួចរាល់ហើយល្ហុងប្រើដៃស្រាលឈូសទៅជ្រក់យើងឆ្ងាញ់បងប្អូនយើងដាក់អំបិលបន្តិចចំាច់វាឲ្យទុល្ហុងហើយយើងបងតសក់ចូលតសក់ខ្ញុំចិត្តចំណិតបែបនេះតមកយើងញីវាឲ្យទុហើយយើងពូតយកទឹកចេញតមកយើងដាក់ដុំហើយយើងដាក់ទឹកស្អាតមកតមកបងប្អូនជំរះវាមួយទឹកឬក៏2ទឹកបងប្អូនភ្លក់ល្ហុងទៅបើវាប្រៃយើងនៅលាងបន្តមកថាអត់ទេយើងនឹងចាប់ដើមធ្វើជ្រក់តែម្ដងរបៀបធ្វើជ្រក់របស់ខ្ញុំគឺខ្ញុំចិត្តខ្ទឹមក្រហមបែបនេះហើយលាយចំនួន2ផ្លែហើយទឹកត្រីគឺខ្ញុំបុករួចរាល់ខ្ញុំភ្លក់តាមបេះដូងខ្ញុំហើយបានពេលខ្ញុំពូតល្ហុងរួចរាល់ហើយបានខ្ញុំចាក់ទឹកត្រីចូលជាការស្រេចបងប្អូនបើបងប្អូនភ្លក់ថាអត់ត្រូវអញ្ចឹងក៏យើងមិនបាច់ថែមគ្រឿងទៀតតែបងប្អូនអាចធ្វើវិធីធ្វើទឹកត្រីធ្វើជ្រក់ដូចខ្ញុំចេះគឺឆ្ងាញ់ណាស់បងប្អូនជាតិជាងយើងបងគ្រឿងឥឡូវធ្វើរួចរាល់ហើយប៉ាតេបានក៏យើងហាន់ដែរបន្លែឥឡូវរួចរាល់ហើយតោះញ៉ាំនំប៉័ងសាច់ទាំងអស់គ្នា